សម្រាប់ថ្ងៃនេះខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាអ្នកមិនចាំបាច់មានប្រាក់ខែតិចដើម្បីឲ្យនៅក្រអ្នកមិនចាំបាច់មានជំនាញអន់ដើម្បីជំពាក់បំណុលហើយអ្នកក៏មិនចាំបាច់មានបទការធំដែលមើលទៅធ្ងន់ធ្ងរណាមួយដើម្បីបំផ្លាញអនាគតហិរញ្ញវត្ថុរបស់អ្នកទេគ្រប់អ្វីៗទាំងអស់ដែលត្រូវការនោះគឺមិនធ្វើអ្វីទាំងអស់គ្មានផែនការគ្មានវិន័យគ្មានការយល់ដឹងហើយក៏ឲ្យវាកាត់ឡើងបន្តិចម្ដងលុយកាក់វាខ្លាចទៅជាបញ្ហាធំបំផុតដែលអ្នកតែងតែខ្លាចជំនួសឲ្យការសាកថ្មជីវិតឬក៏ដោះស្រាយឲ្យមានសេរីភាពហើយថ្ងៃនេះយើងនឹងមកស្ដាប់ជាមួយគ្នាដោយការដោះស្រាយហើយនឹងជួសជុលវាឲ្យបានល្អសូមស្វាគមន៍មកកាន់ Channel Grow Yourself with Me ឬក៏ការអភិវឌ្ឍខ្លួនឲ្យរឹងមាំជាមួយខ្ញុំនៅថ្ងៃនេះឲ្យកាន់តែរឹងមាំកាន់តែខ្លាំង Channel នេះគឺជាកន្លែងដែលខ្ញុំបង្កើតមកដើម្បីចែករំលែកនៅប្រធានបទល្អៗជាមួយអ្នកទាំងអស់គ្នាដែលខ្ញុំអាចនឹងស្វែងរកវាហើយបង្ហោះវានៅរៀងរាល់2ថ្ងៃម្ដងដើម្បីឲ្យអ្នកទាំងអស់គ្នាបាននៅទទួលជាកាដូខ្លះពីខ្ញុំហើយខ្ញុំក៏បានពង្រឹងក៏ដូចជាសមត្ថភាពក៏បានចែករំលែកវាទៅកាន់អ្នកទាំងអស់គ្នាដើម្បីកសាងជីវិតរបស់យើងទាំងអស់គ្នាដែលត្រូវការហើយកាន់តែល្អនិងរឹងមាំថ្ងៃនេះយើងនឹងនិយាយពីរឿងមួយដែលវាអាចនឹងប៉ះពាល់ទៅលើសច្ចៈហើយស្ដាប់ទៅវាអាចជាមិនទំនងនៅកន្លែងមួយចំនួនដែលមនុស្សភាគច្រើនតែងតែបំភ្លេចវាហើយនោះគឺវិធីលឿនបំផុតក្នុងការបំផ្លាញអនាគតរបស់អ្នកនោះគឺវាមិនមានទំនាក់ទំនងជាមួយនឹងចំណូលរបស់អ្នកឡើយគឺវាមានទាំងស្រុងអំពីទម្លាប់ដែលអ្នករក្សាហើយនឹងការសម្រេចចិត្តដែលអ្នកកិច្ចវេះកិច្ចចេញអ្នកទាំងអស់គ្នាអាចរកប្រាក់បានច្រើនជាងមនុស្សដែលនៅជុំវិញអ្នកតែអ្នកទាំងអស់គ្នានៅតែមានអារម្មណ៍ថាខ្វះខាតអ្នកអាចត្រូវបានដំឡើងតំណែងបង្កើតអាជីវកម្មឬក៏បានទទួលប្រាក់លុយកាក់បន្ថែមប៉ុន្តែលុយកាក់នីមួយៗនោះវាអាចនឹងរលាយបាត់ទៅវិញប្រសិនបើអ្នកទាំងអស់គ្នាមានមូលដ្ឋានហិរញ្ញវត្ថុរបស់អ្នកហ្នឹងគឺវាបានបែកចេញវាមានការធ្លុះធ្លាយហើយបញ្ហានោះគឺវាកើតឡើងនៅពេលដែលយើងរស់នៅដោយគ្មានផែនការគ្មានការត្រួតពិនិត្យវានិងគ្មានការគិតមិនមែនគិតដល់រយៈពេលយូរប៉ុន្តែគិតដល់ថ្ងៃស្អែកវិធីលឿនបំផុតក្នុងការបំផ្លាញចំណូលនាពេលអនាគតនោះគឺវាមិនត្រូវបានធ្វើដោយឱកាសណាមួយដែលវាធ្វើឲ្យការកកស្ទះធំធេងនោះឬក៏កំហុសធំណាមួយទេវាកើតឡើងពី$1 $2តាមចំនួនដងដែលអ្នកបានប្រើប្រាស់វាជួនកាល$5ក្នុងមួយដងក៏ថាបានវាជារឿងពិតតាមរយៈការចំណាយលើអ្វីមួយដែលគ្មានតម្រូវការទិញដោយគ្រាន់តែអារម្មណ៍របស់អ្នកចង់បានប៉ុន្តែគ្មានគោលបំណងថានឹងត្រូវយកវាទៅប្រើលើអ្វីការប្រើកាតឥណទានរបស់អ្នកដោយគិតថាខ្ញុំនឹងដោះស្រាយវានៅពេលក្រោយពីព្រោះសម័យឥឡូវគឺខ្ញុំឃើញមានសេវាកម្មនៅក្នុងធនាគារដែលយើងអាចចាយលុយមុនហើយចាំយើងសងពួកគាត់តាមក្រោយវិញប៉ុន្តែបើអ្នកចាយត្រូវវានឹងល្អប៉ុន្តែបើអ្នកគ្រាន់តែចាយដើម្បីបំពេញអារម្មណ៍ខ្លួនឯងនោះទេវានឹងធ្វើឲ្យបំណុលរបស់អ្នកកាន់តែកើនឡើងបំណុលវាមិនមែនជារុនធំដែលវាប្រហារមកអ្នកព្រាមនោះទេវាគឺជារឿងមួយដែលធ្វើឲ្យខ្លួនរបស់អ្នកបាត់បង់ប្រេះខូចខាតបន្តិចម្ដងនៅលុយកាក់ដែលអ្នកមានដំបូងអ្នកមិនមានអារម្មណ៍អីទាំងអស់ប៉ុន្តែបន្ទាប់មកការបង់ថ្លៃសេវាផ្សេងសងទៅរឿងទាំងអស់នោះវាតែងតែកើនឡើងបន្តិចម្ដងរហូតដល់ពេលខ្លះអ្នកភ្លេចខ្លួនហើយត្រឡប់មកមើលវាគឺវាច្រើនលើសពីអ្វីដែលអ្នកទាំងអស់គ្នារំពឹងទុកនិងធ្លាប់បានគិតភាពតានតឹងក៏វាកើតឡើងដូចគ្នាហើយឱកាសរបស់អ្នកគឺវាកាន់តែតូចទៅហើយលុយកាក់វាបានខ្លាយទៅជាក្របកាំជ្រួចមួយដែលវាបានប្រឆាំងជាមួយនឹងអ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំនឹងបំបែកវាជា3ចំណុចធំដែលជារឿងបំផ្លាញហិរញ្ញវត្ថុរបស់មនុស្សភាគច្រើនទី1នោះគឺវាទាក់ទងនឹងការចំណាយលើចំណូលមានន័យថាអ្នកទាំងអស់គ្នា
រកបានឧទាហរណ៍ក្នុងមួយថ្ងៃ$20ប៉ុន្តែអ្នកទាំងអស់គ្នាចាយលើដល់21ទៅ$22ឲ្យតែលើទោះបីតិចឬច្រើនវាសុទ្ធតែជាការចំណាយដែលលើហើយទោះសូម្បីតែការចំណាយតិចតួចក៏ដោយក៏វាជាចំណុចធំក្នុងការដែលត្រូវដោះស្រាយដូចគ្នារបៀបរបបរស់នៅឡើងខ្ពស់បន្តិចម្ដងវាដូចជាការប្រើប្រាស់ទូរស័ព្ទថ្មីកាហ្វេថ្លៃការញ៉ាំអាហារថ្លៃនៅខាងក្រៅពេលខ្លះអ្នកមានបាយនៅផ្ទះប៉ុន្តែអ្នកមិនចង់ញ៉ាំហើយទៅចំណាយនៅខាងក្រៅហើយបានមកវិញយកអាហារដែលអ្នកមាននៅក្នុងផ្ទះនោះទុកចោលឬក៏ដោះដាក់វាខូចហើយយើងបោះវាចោលឬក៏ដូចជាសេវាផ្សេងដែលអ្នកភ្លេចបង់រំលោះប្រសិនបើការចំណាយកើនឡើងជាងចំណូលនោះវាគឺជារឿងហានិភ័យមួយដ៏ធំគ្មានវិធីណាដែលអាចឲ្យអ្នករស់នៅបានសុខស្រួលនោះទេមនុស្សម្នាក់រកបាន$300អាចសន្សំបានបើរស់នៅក្នុងបន្ទប់ដែលវាសមរម្យហើយមនុស្សខ្លះក៏រកបានដល់$3,000ក៏អាចក្រោតដូចគ្នាប្រសិនបើគេចំណាយលើសពីអ្វីដែលពួកគេមាននៅក្នុងដៃរាល់ថ្ងៃចំណូលគឺវាមិនរកអ្នកចេញពីបញ្ហាទេប៉ុន្តែវិន័យគឺវាបានធ្វើវាហើយវាបាននាំអ្នកទៅរកកាន់សេចក្តីសុខហើយចំណុចទី2វិញគឺអ្នកទាំងអស់គ្នាមិនបានតាមដាននៅចំណូលចំណាយលុយកាក់ថវិការបស់អ្នកទាំងអស់គ្នាបើអ្នកមិនដឹងថាលុយកាក់របស់អ្នកទៅណាអ្នកមិនដែលគ្រប់គ្រងវានោះទេលុយកាក់វានឹងក្លាយទៅជារបស់មួយដែលអាចនឹងបាត់បង់ដោយស្វ័យប្រវត្តិការយល់ដឹងការបង្កើតការគ្រប់គ្រងគឺវាសំខាន់ការគ្រប់គ្រងគឺវាបង្កើតឲ្យមានឱកាសហើយឱកាសទាំងនោះគឺជាអ្វីដែលបានផ្លាស់ប្ដូរជីវិតរបស់អ្នកទាំងអស់គ្នាមនុស្សជាច្រើនគឺបានគិតថាខ្ញុំមិនមានពេលបង្កើតលុយកាក់ថវិកាទេប៉ុន្តែគំនិតពិតប្រាកដនេះគឺខ្ញុំមិនអាចរងចាំទៀតទេខ្ញុំទៅតែគ្រប់គ្រងវាបង្កើតវាពីឥឡូវនេះសម្រាប់ចំណុចទី3វិញដែលខ្ញុំយកមកចែករំលែកនេះគឺការខ្ចីលុយដើម្បីរក្សារបៀបរស់នៅដែលមិនអាចទ្រាំបានស្ដាប់ទៅអ្នកនរគ្នាប្រហែលជាមិនទាន់យល់ហើយខ្ញុំនឹងបញ្យល់វាគឺវាតកតទៅនឹងការធនាគារការអនុទានប្រព័ន្ធបង់រំលោះផ្សេងកម្ចីធនាគារណាមួយវាហាក់ដូចជារឿងធម្មតាអញ្ចឹងប៉ុន្តែការបង់ប្រាក់ទៅឲ្យគេវិញគឺវាថ្លៃសម្រាប់ភាពមិនអត់ធ្មត់របស់អ្នកក្នុងការចង់បានអ្វីមួយរាល់ដងដែលអ្នកបានសោកកាត់ឬក៏ខ្ចីលុយនោះគឺវាបានទៅដល់ខាងគេហើយអ្នកកំពុងតែតាក់ទាញចំណូលនាពេលអនាគតមកសងរឿងទាំងអស់អ្នកនេះវិញដែលអ្នកបានធ្វើនៅថ្ងៃនេះលើកលែងតែអ្នកត្រូវការសង្គ្រោះចាយវាយណាមួយដែលពិតប្រាកដនោះគឺវាជារឿងដែលយើងអាចទទួលយកបានជាជាងការយកលុយរបស់យើងទៅខ្ចីពីធនាគារមកទៅទិញឧទាហរណ៍ដូចជាទូរស័ព្ទគ្រាន់តែយកមកមើល Facebook ការកំសាន្តអារម្មណ៍នោះវានឹងបង្កើតទៅជាបញ្ហាទៅដល់អ្នកទាំងអស់គ្នាដូច្នេះហើយការសង្គ្រោះពិតប្រាកដនោះការខ្ចីប្រាក់គឺជាអគ្គិភ័យដែលត្រូវបានគ្រប់គ្រងយ៉ាងហ្មត់ចត់ដូច្នេះហើយអ្នកទាំងអស់គ្នាត្រូវតែប្រយ័ត្នវាមែនតែនមិនថាអ្នកទាំងអស់គ្នាមានលុយកាក់ប៉ុណ្ណាក៏ដោយវាអាចនឹងបាត់បង់ភ្លាមវាអាចមកស្រួលប៉ុន្តែវាក៏អាចទៅវិញបាត់ស្រួលដូចគ្នាប៉ុន្តែចំណុចធំនោះគឺទម្លាប់ដែលបានបំផ្លាញជីវិតនិងហិរញ្ញវត្ថុរបស់អ្នកអាចក្លាយទៅជាអាវុធមួយដែលជួយអ្នកបានផងដែរដូច្នេះហើយការកាត់ចំណាយតិចជាងចំណូលសូម្បីតែ 5% ក៏ដោយការតាមដានប្រាក់ប្រចាំខែដែលអ្នករកបានការចំណាយផ្សេងទោះបីជាតិចឬក៏ច្រើនមិនមែនដើម្បីយកមកចាក់សោទុកនោះទេប៉ុន្តែដើម្បីយល់និងបែងចែកថាមួយណាជារបស់ចាំបាច់ដែលយើងត្រូវចំណាយមួយណាដែលយើងបានចាយវាដែលមិនចាំបាច់ដូច្នេះហើយយើងត្រូវយល់ពីវាពិចារណាបំណុលដូចជាអគ្គិភ័យយ៉ាងយើងអាចយកវាជាឧទាហរណ៍បាននៅពេលដែលយើងមានអគ្គិភ័យឆាបឆេះមួយគឺយើងបានគិតសពគ្រប់ដូច្នេះហើយយើងក៏អាចយកវាមកជាឧទាហរណ៍ក្នុងការដែលយើងបង្កើតបំណុលផងដែរថាយើងនឹងមានហានិភ័យបែបម៉េចវានឹងបាត់បង់ភ្លាមនៅអ្វីដែលយើងមាន
បើសិនបើគ្មានមូលហេតុមិនត្រូវចាប់គេទេអនាគតហេរញ្ញវត្ថុរបស់អ្នកនោះគឺវាមិនត្រូវបានកំណត់ដោយឱកាសវាត្រូវបានកែច្នៃដោយទម្លាប់តូចៗដែលអ្នកបានធ្វើឡើងម្ដងហើយម្ដងទៀតនេះហើយអ្នកទាំងអស់គ្នាសូមចងចាំថាលុយកាក់វាទៅតាមទិសដៅដែលអ្នកបានបញ្ជាវាអាចហូរចូលទៅក្នុងបំណុលភាពតានតឹងហើយនឹងការខកចិត្តឬក៏វាអាចហូរចូលទៅក្នុងការសន្សំឱកាសនិងការផ្ដល់សេរីភាពឲ្យអ្នកទាំងអស់គ្នាជំរឿសវាឥឡូវគឺស្ថិតនៅក្នុងដៃអ្នកដូច្នេះហើយនេះគឺជាកូនសោដែលខ្ញុំបានបង្ហាញអ្នកថាអ្នកទាំងអស់គ្នានឹងត្រូវយកទៅចាក់វាបែបម៉េចដើម្បីដោះនៅអ្វីដែលអ្នកកំពុងតែមានអ្នកជ្រើសរើសយកភាពតានតឹងឬក៏ជ្រើសរើសយកសេរីភាពដូច្នេះហើយគឺខ្ញុំមាន3ចំណុចខ្ញុំក៏សង្ឃឹមថាវាបានចែករំលែកហើយវាជួយដោះស្រាយឬក៏ភាពតានតឹងឬក៏វាអាចជួយអ្នកទាំងអស់គ្នាឲ្យបកក្រោយទៅមើលនៅការសន្សំការចំណាយផ្សេងៗដែលអ្នកកំពុងមានហើយអ្នកក៏បានយល់ពីវាថាមូលហេតុអ្វីបានជាលុយកាក់ដែលអ្នកកំពុងមាននោះវាបាត់ទៅណាបាត់នៅក្នុងមូលហេតុអ្វីហើយយើងត្រូវដោះស្រាយវាបែបម៉េចនៅថ្ងៃបន្ទាប់នៅថ្ងៃស្អែកដូច្នេះខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលមករៀនមកស្ដាប់ជាមួយនឹង Grow Yourself with Me ឬក៏ការអភិវឌ្ឍខ្លួនឲ្យរឹងមាំជាមួយខ្ញុំហើយនឹងបានទទួលយកនៅប្រធានបទថ្មីៗល្អៗពីខ្ញុំផងបើអ្នកទាំងអស់គ្នាបានទទួលការរំលឹកការដាស់តឿនក៏ដូចជាយោបល់ផ្សេងៗឬក៏អ្វីមួយពីវីដេអូនេះដែលល្អសូមជួយចុច Subscribe ក៏ដូចជាចុច Like ហើយនឹងចែករំលែកវាទៅកាន់មិត្តភ័ក្តិឬក៏បងប្អូននិងអ្នកដទៃផ្សេងដែលអ្នកទាំងអស់គ្នាគិតថាពួកគាត់ត្រូវការស្ដាប់វាក៏ជាចំណែកមួយក្នុងការជួយខ្ញុំក្នុងការបង្កើត Channel នេះព្រោះខ្ញុំក៏ចង់បង្កើតវាឲ្យកាន់តែល្អវាដូចជាអ្វីដែលខ្ញុំបានប្រាប់អ្នកទាំងអស់គ្នាពីការខ្ញុំចាប់តាមធ្វើវាដំបូងវាគឺជាឱកាសមួយក្នុងការបង្កើតលុយវាក៏ជាការបង្កើតនៃការរៀនសូត្រការរៀន research វាដូចជាយើងកំពុងតែរៀននៅក្នុងសាកលវិទ្យាល័យមួយចឹងការរៀនខ្លះយើងទទួលបានពីសាលាដាក់ជា assignment ហើយយើងយកវាទៅ research ដើម្បីបានជាគំនិតល្អៗដូច្នេះខ្ញុំក៏បានជួយអ្នកទាំងអស់គ្នាហើយខ្ញុំក៏បានបង្រៀនមកខ្លួនខ្ញុំដូចគ្នាដូច្នេះហើយសូមដើម្បីជួយមនុស្សផ្សេងទៀតអភិវឌ្ឍសាងសង់នៅជីវិតថ្មីឲ្យរឹងមាំដែលពួកគេបានមកដល់យើងនឹងបន្តចែករំលែកវាអភិវឌ្ឍនិងដោះស្រាយជាមួយគ្នាឲ្យបានកាន់តែល្អហើយយើងនឹងជួបគ្នាវិញនៅក្នុងវីដេអូបន្តអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ